សម្រាប់ប្រាក់កម្ចីនៃក្រមរដ្ឋប្រវេណីនិងអនុទានជនបទគឺត្រូវកំណត់យ៉ាងច្រើនបំផុតត្រឹម 18% ក្នុងមួយឆ្នាំស្របតាមប្រកាសចុះថ្ងៃទី 21 ខែធ្នូឆ្នាំ 2011 របស់ក្រសួងយុទ្ធភ័ពស្តីពីអត្រាការប្រាក់ដែលត្រូវបានកម្រិតចំណុចទី 2 ការប្រាក់គឺมันអាចคล้ายជាប្រាក់ដើមឡើយបើទោះបីជាការប្រាក់ហ្នឹងបង់យូរយ៉ាវក៏ដោយมันអាចយកទៅរាប់បញ្ចូលជាប្រាក់ដើមទេដោយសារតែមានច្បាប់វិធានមួយនៅក្នុងរដ្ឋប្រវេណីកំណត់ថាអត្រាការប្រាក់ដែលអាចយកទៅរាប់ជាប្រាក់ដើមបានលុះត្រាតែคล้ายទៅជាការប្រាក់សមាសហើយការប្រាក់សមាសនេះគឺទាល់តែយូរយ៉ាវហ្នឹងចាប់ពី1ឆ្នាំឡើងទៅបានអាចយកការប្រាក់ដែលយូរយ៉ាវមកគិតបញ្ចូលជាមួយនឹងប្រាក់ដើមបានដូច្នេះបើសិនជាក្រៅ1ឆ្នាំគឺมันអាចយកការប្រាក់មកគិតជាការប្រាក់សមាសហើយដែលបញ្ចូលទៅក្នុងប្រាក់ដើមបានទេចំណុចទី 3 ការប្រាក់ដែលបានសងលើសអត្រាដែលត្រូវបានកម្រិតពីព្រោះអត្រាការប្រាក់កម្រិតបានត្រឹមតែ 18% ទេចំណែកដែលលើសពី 18% គឺត្រូវតែតម្រឹមមកវិញឲ្យនៅត្រឹម 18% ហើយបើសិនជាមានចំណែកណានៅក្នុងកិច្ចសន្យានឹងកំណត់លើសពី 18% ហើយគោលបំណុលបង់អត្រាការប្រាក់ដែលលើសពី 18% នឹងបង់រួចទៅហើយអញ្ចឹងចំណែកភាគដែលលើសដែលបានបង់រួចហើយនោះគឺត្រូវកាត់យកទៅធ្វើថាជាចាត់ទុកថាជាសំណងនៃប្រាក់ដើមហើយក្នុងករណីសងហ្នឹងដែលសងប្រាក់ដើមហ្នឹងសងទៅយើងបូកដកគុណចែកទៅស្រាប់តែឃើញលុយដែលសងផ្នែកលើហ្នឹងលើសពីប្រាក់ដើមដែលជំពាក់ទៅទៀតអញ្ចឹងមានន័យថាម្ចាស់បំណុលត្រូវសងចំណែកដែលលើសហ្នឹងត្រឡប់មកឲ្យគុំបំណុលវិញដោយបូកបន្ថែមនៅការប្រាក់ 5% ក្នុងមួយឆ្នាំមានន័យថាបើសិនជាសងទៅលើសអត្រាការប្រាក់ផ្នែកដែលលើសហ្នឹងសងទៅឲ្យម្ចាស់បំណុលសងទៅលើសពីកាក់ប្រាក់ដើមដែលជំពាក់ម្ចាស់បំណុលត្រូវคล้ายទៅជាគោលបំណុលវិញម្ដងហើយគោលបំណុលត្រូវคล้ายទៅជាម្ចាស់បំណុលវិញម្ដងតែសងមកវិញអត្រាការប្រាក់គឺមិនគិត 18% ទេអត្រាការប្រាក់គឺគិតទៅតាមអត្រាការប្រាក់ដែលគេថាអត្រាការប្រាក់ដែលតាមច្បាប់គឺ 5%